ជំរាបសួរពុកម៉ែបងប្អូនអរគ្នាមួយរយៈនេះដូចជារៀងឆ្ងាត់អំពីធ្វើវីដេអូ review ប្រភេទម៉ាស៊ីនកុំព្យូទ័របន្តិចឥឡូវនេះគឺខ្ញុំមក review ប្រាប់បងប្អូនអរគ្នាអំពី model 2 series តែបងប្អូនបានឃើញហើយនៅខាងមុខខ្ញុំនេះនៅហាង Costco ប្រកាសជាដឹងហើយថាអាវ៉ាន់នេះគឺសិតតែជាអាវ៉ាន់មកទឹកមកពីអាមេរិកផ្ទាល់តែម្ដងហើយចំពោះអាវ៉ាន់ដែលនៅខាងមុខខ្ញុំនេះបងប្អូនដែលគាត់បានឃើញក៏ប្រកាសជាស្គាល់ហើយនេះគឺជាប្រភេទ Lenovo ThinkPad X1 Carbon ដែលម៉ាស៊ីននេះគឺស័ក្តិសមខ្លាំងមែនទែនសម្រាប់ការងារបងប្អូនឬក៏បងមួយចំនួនដែលគាត់គ្រប់គ្រងខ្លាំងមែនទែននៅហាង Costco ហើយម៉ាស៊ីននេះគឺជាប្រភេទ X1 Carbon ជំនាន់ទី13ម៉ាស៊ីននេះគឺជាប្រភេទ Lenovo Gen 11បងប្អូន Gen 11នេះទទួលបានជាមួយនឹងគ្រាប់ CPU Core i7 RAM បានហូតដល់ 32GB គឺជាប្រភេទ DDR5 ហើយ SD របស់វាវិញបានហូតដល់ 512GB ឬក៏បងបានឃើញនៅខាងមុខខ្ញុំនេះចឹងខាងឆ្វេងដៃនេះគឺជាប្រភេទ Lenovo ដែរប៉ុន្តែ Lenovo នេះគឺប្រភេទ X13 តែខ្ញុំយក X13 នេះខ្ញុំយកមកជំនាន់ទី12ជំនាន់ទី13អីមក review ឲ្យបងប្អូនមើលឯងបាទប៉ុន្តែគឺវាមានហូតដល់ Ultra នៅហាងខ្ញុំហើយបើសិនបងប្អូនចង់បានប្រភេទទូចស្ដើងស្រាលអីបងប្អូនអាចកលេចមើលបានម៉ូដើមនេះគឺស្អាតហើយស័ក្តិសមខ្លាំងមែនទែនបានមកជាមួយនឹងគ្រាប់ CPU Core i7 ដូចគ្នាជំនាន់ទី12 RAM បានហូតដល់ 16GB ហើយ storage របស់វាបាន 512GB ដូចគ្នាអានេះខុសទៅរូបរាងដែររូបរាងអានេះវារាងក្រាស់រាងប្រភេទពណ៌វាខុសគ្នានេះ X13 នេះពណ៌វារាងប្រផេះបន្តិចហើយបើ X1 នេះគឺវារាងស្ដើងស្រាលទម្ងន់វាវិញគឺ X13 នេះតូចទំហំ13អ៊ីងមែនប៉ុន្តែវាគីឡូវារាងធ្ងន់បន្តិចហើយបើ X1 នេះគឺស្រាលបងប្អូន14អ៊ីងកែមវារាងស្ដើងហើយជាមួយនឹង keyboard ភ្លើងហើយជាមួយនឹង scan កញ្ចៅដៃកញ្ចក់វាវិញគឺកញ្ចក់អាច lock private បានគេមើលពីចំហៀងឲ្យអត់ឃើញទេហើយគឺស្អាតខ្លាំងមែនតើអានេះគឺស័ក្តិសមសម្រាប់បងដែលគាត់ធ្វើការងារឬក៏បងមេគាត់ធ្វើការងារគាត់ចង់បានម៉ាស៊ីនមួយដែលស្ដើងស្រាលស្អាតអីគាត់អាចកលេចមើលបានគឺស្អាតខ្លាំងមែនតើហើយតម្លៃវិញគឺក្រោមទីផ្សារនៅអាមេរិកទេបងប្អូនដែលគាត់ស្រឡាញ់ហើយគាត់គ្រប់គ្រងជាមួយនឹងប្រភេទ Lenovo គាត់ប្រកាសជាដឹងហើយថាម៉ាស៊ីននេះគឺថ្លៃប៉ុន្មាននៅថ្មីតែឥឡូវនេះមកទឹកយើងនៅថ្មីការ9នេះគឺលក់តម្លៃពិសេសជូនឲ្យអញ្ចឹងបើសិនជាចង់បានការ promotion ពិសេសអីអាចមើលវីដេអូនេះបានឬក៏មកតាក់ទងតាមលើ Telegram មកលឿនមកគឺយើងមានការបញ្ចុះតម្លៃពិសេសឲ្យតែម្ដង